សូមស្វាគមន៍មកកាន់ Channel One of My Tech សួស្តីបងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាអញ្ចឹងមេរៀនមុនអ្នកទាំងអស់គ្នាបានរៀនរួចមកហើយពីការ set up กระดาษអញ្ចឹងការ set up กระดาษគឺវាសំខាន់ណាស់សម្រាប់បងប្អូនដែលគាត់ប្រើកម្មវិធី Word ជាប្រចាំអញ្ចឹងមេរៀនបន្ទាប់នេះយើងត្រឡប់មកវិញគឺយើងរៀនអំពី Word ដដែលប៉ុន្តែយើងត្រូវរៀនស្គាល់ពី tab នីមួយៗឲ្យបានច្បាស់និងរបៀបប្រើរបស់វាអញ្ចឹងមេរៀននេះគឺយើងចាប់ផ្ដើមពីក្នុង tab home អញ្ចឹងក្នុង tab home នេះគឺវាមានអ្នកខ្លះគាត់អាចហៅថាជា command ឬក៏យើងអាចហៅថាជា tool សម្រាប់ប្រើប្រាស់ក្នុងការធ្វើឯកសារឲ្យបានលឿននិងងាយស្រួលអញ្ចឹងនៅក្នុង tab home គឺវាចែកជាផ្នែកផ្សេងគ្នាអញ្ចឹងក្នុង tab home នេះមាន5ផ្នែកអញ្ចឹងផ្នែកទី1គឺមាន clipboard ទី2មាន font ទី3មាន paragraph ទី4មាន style និងទី5មាន editing អញ្ចឹងនៅក្នុងblock នីមួយហ្នឹងគឺមានមុខងារផ្សេងគ្នាអញ្ចឹងថ្ងៃនេះខ្ញុំណែនាំពីការប្រើប្រាស់ក្នុង tab home និងក្នុង block clipboard អញ្ចឹងនៅក្នុងblock clipboard គឺមាន tool ឬ command ចំនួន4មាន format painter មាន copy និង cut ទៀតគឺ paste អញ្ចឹងរបៀបប្រើ tool ទាំង4ហ្នឹងដោយអ្នកទាំងអស់គ្នាគ្រាន់តែចង់ឧទាហរណ៍ថាក្នុងឯកសារមួយអ្នកទាំងអស់គ្នាចង់ copy ពាក្យឬឧទាហរណ៍ថាចឹងខ្ញុំមានពាក្យ Cambodia មួយចឹងខ្ញុំត្រូវការពាក្យទាំងនេះឲ្យបាន5របៀបប្រើ tool ទាំងពីរនេះបានគឺយើងចាំបាច់ត្រូវតែ select ចឹងអ្នកនរគ្នា select ពាក្យណាមួយដែលអ្នកនរគ្នាចង់ copy ឬក៏ចង់ cut បន្ទាប់មកទៀតអ្នកនរគ្នាអាច mouse ស្ដាំយកពាក្យថា copy ឬក៏ cut អាចចុចលើ tool ពីរនេះត្រង់កន្លែងនេះក៏បានប៉ុន្តែក្នុងវីដេអូនេះគឺខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកនរគ្នារៀនប្រើ shortcut កាលណាអ្នកនរគ្នាចាំ shortcut បានច្រើនអ្នកនរគ្នានឹងធ្វើការងារបានលឿនអញ្ចឹងរបៀបយក shortcut វាមកប្រើគ្រាន់តែដាក់ mouse ឲ្យចំវានឹង load shortcut ឲ្យអ្នកនរគ្នាឃើញ control អក្សរ C អញ្ចឹងអ្នកនរគ្នាវាយចុចលើ keyboard control បូកអក្សរ C បន្តមកទៀតអ្នកនរគ្នាចង់ copy ពាក្យ Cambodia ហ្នឹងឲ្យបាន5ហ្នឹងចង់ទៅមុខឬក៏មកក្រោមបើអ្នកនរគ្នាចង់មកក្រោមអ្នកនរគ្នាគ្រាន់តែចុច enter បន្តមកទៀតចុច paste ត្រង់កន្លែងនេះក៏បានឬក៏អាចមកស្ដាំយក paste កន្លែងនេះក៏បានអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកនរគ្នារៀនប្រើ shortcut ដាក់លើវា control អក្សរ V អញ្ចឹងអ្នកនរគ្នាគ្រាន់តែចុច control អក្សរ V ចំនួន5ដងអ្នកនរគ្នានឹងទទួលបានពាក្យ Cambodia 5ពាក្យនេះជារបៀបប្រើ copy អញ្ចឹងយើងមើលរបៀបប្រើ cut របៀបប្រើ cut ឧទាហរណ៍ថាអ្នកនរគ្នាចង់ copy ពាក្យទាំង6ពាក្យcut បានតែចង់កាត់ទាំង6ពាក្យនេះដើម្បីបដូរទីតាំងមកក្រោមអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុច mouse ស្ដាំយក cut ឬក៏ចុចលើ tool កន្លែងនេះក៏បានប៉ុន្តែព្យាយាមប្រើ shortcut ឲ្យបានច្រើន control អក្សរ X អញ្ចឹងអ្នកនរគ្នាចុច control អក្សរ X អញ្ចឹងចង់ដាក់មកកណ្ដាល control អក្សរ V ឬក៏ paste កន្លែងនេះ control V អញ្ចឹង cut ឬបានន័យថាកាត់យកពាក្យទាំងអស់នោះទៅដាក់ទីតាំងផ្សេងដោយមិនរក្សាទុកទ
រងដើមចឹងអ្នកនរគ្នាមកមើលរបៀបប្រើ format Painter ម្ដងក្នុង format Painter គេប្រើសម្រាប់ចម្លងយកពុម្ពអក្សរនិងទំហំអក្សរឧទាហរណ៍ខ្ញុំបញ្យល់ជាខ្មែរងាយយល់ជាងឧទាហរណ៍ខ្ញុំមានពាក្យពីរចឹងខ្ញុំមានពាក្យកម្ពុជានិងខ្មែរអញ្ចឹងពាក្យកម្ពុជានេះខ្ញុំដាក់ទៅជាខ្មែរដាក់ជាប្រភេទខ្មែរឆ្លាក់មកងាយស្រួលយល់ខ្ញុំដាក់ទៅជាប្រភេទខ្មែរអំប៉ុនទំហំ14អញ្ចឹងពាក្យខ្មែរខាងក្រោមនេះខ្ញុំដាក់ទៅជាប្រភេទខ្មែរ OS ទំហំ12អញ្ចឹងខ្ញុំចង់កែពាក្យខ្មែរខាងក្រោមនេះឲ្យវាទៅជា font M1 ទំហំ14ដូចពាក្យកម្ពុជាដែរអញ្ចឹងដើម្បីប្រើ format Painter នេះបានគ្រាន់តែដាក់ cursor នៅទីតាំងអក្សរដែលអ្នកចង់ចម្លងពុម្ពនិងទំហំអញ្ចឹងយើងគ្រាន់តែដាក់ cursor ចំកន្លែងហ្នឹងមកបន្តមកទៀតអាចចុចលើពាក្យ format Painter យកមកគូសលើពាក្យដែលយើងចង់ចម្លងទំហំនិងពុម្ពអក្សរដាក់ប៉ុណ្ណឹងវានឹងបដូរទៅជាខ្មែរអំប៉ុនទំហំ14ដោយពាក្យកម្ពុជាដែរមួយទៀតអ្នកទាំងអស់គ្នាអាចប្រើ shortcut របស់វាបានដោយគ្រាន់តែដាក់ cursor ដាក់ mouse ចំ Control Shift C អញ្ចឹងអ្នកទាំងអស់គ្នាចុច Control Shift C បន្តមកទៀតយក cursor របស់យើងយកមក select លើពាក្យខ្មែរដោយប្រើ Control Shift V នេះគឺជាការប្រើ tool format Painter អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ចម្លង font មួយណាអាចដាក់ cursor ចំកន្លែងហ្នឹងបន្តមកទៀត Control Shift C យកមក select លើពាក្យកម្ពុជា Control Shift V វានឹងដូរពុម្ពអក្សរនិងទំហំអក្សរមកដូចខាងក្រោមអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ហើយសម្រាប់អ្នកបងប្អូនដែលគាត់ទៅនឹងរៀនវីដេអូល្អព្រោះអីឃើញបងប្អូនពេកច្រើនផ្លេច Control Shift C Shift V Control C Control V នឹងគឺប្រើសឹងតែរាល់ថ្ងៃតែនៅតែផ្លេចចឹងបើគិតថាវីដេអូនេះល្អជួយ Subscribe Channel ម្នាក់មួយនឹងទទួលបានមេរៀនបន្តទាក់ទងទៅនឹង Font Paragraph Style និង Editing នឹងមានក្នុងបង្រៀនពី tab Insert Design Layout Regular Mailing Review និង View ផ្សេងៗទៀតសូមអរគុណ